ជាពាក្យស្លោករបស់ខ្ញុំតែងតែសេថាការអប់រំការបង្រៀនផ្លិចការអប់រំគឺជាគ្រោះដ៏ធំដល់អ្នកសិក្សាយ៉ាងណាជាអ្នកសិក្សាគឺកូនសិស្សរបស់យើងតែសិក្សាពីអីការសិក្សាគឺសិក្សាអំពីមុខវិជ្ជាផ្សេងៗដែលគាត់អត់មានចំណេះនៅក្នុងខ្លួនមានន័យថាគណិតវិទ្យាភាសាខ្មែរភាសាបរទេសកុំព្យូទ័រភូមិវិទ្យាជីវវិទ្យាលក្ខណៈទាំងអស់នោះគឺសិតសឹងតែជាការសិក្សាចឹងខ្ញុំបានចែកចេញជាពីរមួយសាលារៀនត្រូវតែមានការអប់រំទីពីរសាលារៀនត្រូវមានការសិក្សាប៉ុន្តែស្អីទៅការអប់រំគឺអប់រំគឺអប់រំពីអត្តចរិតបុគ្គលិកលក្ខណៈរបស់ខ្លួនឯងនោះឯងអប់រំលើអីអប់រំលើទី1សុជីវធម៌ទី2សិលធម៌ហើយទី3គុណធម៌នេះឯងនេះជាការអប់រំទៅលើផ្នត់គំនិតពីរបៀបរស់នៅពីអត្តចរិតឯការសិក្សាគឺរៀនអំពីមុខវិជ្ជាផ្សេងៗអញ្ចឹងសាលារៀនចាំបាច់ណាស់ត្រូវតែបញ្ចូលប៉ុន្តែឥឡូវខ្ញុំតែឃើញថាពេលខ្លះយើងបង្រៀនតែលើការសិក្សាហើយត្រង់មិនសូវយកចិត្តដាក់លើការអប់រំទេប៉ុន្តែសួរថាតើយើងសប្ងៃក្នុងម៉ោងវាមានម៉ោងបងអប់រំខាងផ្នែកចរិយាធម៌អីណាមានម៉ោងតាមពិតការអប់រំវាទៅព្រមជាមួយនឹងការសិក្សាខ្ញុំឧទាហរណ៍សូម្បីតែបង្រៀនអំពីគណិតវិទ្យាមួយក៏ត្រូវការអប់រំដែរក្នុងមេរៀនគណិតវិទ្យាមួយក៏ត្រូវបញ្ចូលនៅបញ្ជ្រាបនៅការអប់រំដែរអប់រំកន្លែងណាអប់រំថាកូនបើធ្វើគណិតវិទ្យានេះបើកូនអត់ចេះកូនគិតថាអត់ចេះចាំសួរទៅប៉ុន្តែបើកូនមិនត្រូវចាំបាច់ទៅលួចចម្លងពីអ្នកដទៃនោះទេដើម្បីឲ្យបានពិន្ទុច្រើនកូនត្រូវទៅលួចចម្លងវិញនោះហើយបើយើងអប់រំបែបនេះសិស្សទាំងអស់នៅពេលដែលពេលប្រឡងអត់ចេះលួចចម្លងគ្នានោះមានន័យថាយើងកំពុងតែអប់រំឲ្យអត្តចរិតមិនចេះលួចចម្លងអ្នកដទៃឃើញទេការបង្រៀននៅផ្នែកមុខវិជ្ជាមួយដែលជាការសិក្សាលើគណិតវិទ្យាប៉ុន្តែយើងបញ្ជ្រាបនៅការអប់រំរបស់យើងតាមរយៈនេះប្រាប់គាត់បែបនោះបើកូនធ្វើបែបនេះបានមានន័យថាកូនច្បាស់ជាមនុស្សមួយដែលមានការអប់រំខ្ពស់ផ្នែកអិរិយាបថនៃការរស់នៅដែលคล้ายជាមនុស្សមួយពិតប្រាកដឥឡូវយើងមានតែម៉ោងបងអប់រំពលរដ្ឋវិជាចេះអប់រំទៅចេះកោទៅសួរតើបានបដិបត្តិប្រមាណបានធ្វើប្រមាណមានម៉ោងយើងគ្រាន់តែដឹងប៉ុន្តែយើងមិនធ្វើវាស្មើនឹងសូន្យការបញ្ជ្រាបការអប់រំជាមួយនឹងការសិក្សានេះសំខាន់ណាស់ឧទាហរណ៍ពេលកំពុងដែលបង្រៀនមេរៀនមួយដែលត្រូវការសរសេរប៉ុន្តែមានសិស្សយើងម្នាក់នៅចិត្តដៃចិត្តគ្នាគាត់ភ្លេចយកដៃខ្មៅមកចុះដៃខ្មៅមកពីនេះចុះប៉ុន្តែមនុស្សម្នាក់ទៀតគាត់មានដៃខ្មៅមនុស្សអត់មានអេសេថាមិនអត់គាត់បានដកដៃខ្មៅពីក្នុងកាតាបរបស់គាត់យកទៅចែកឲ្យមិត្តភក្តិរបស់គាត់ដែលអត់ភ្លេចយកដៃខ្មៅពីផ្ទះមកនោះឲ្យគាត់នោះក៏ចេះការអប់រំដែរដែលយើងចេះតែប្រើពាក្យថាចិត្តទង្វើបែបម៉េចកិច្ចការតូចដែលយើងតែងតែមើលរំលងយើងចូលចិត្តមើលតែកិច្ចការធំហើយយកមកធ្វើកិច្ចការធំកិច្ចការធំវាកើតមកពីកិច្ចការតូចបើយើងធ្វើកិច្ចការតូចមិនបានក៏វាមិនអាចកើតកិច្ចការធំនោះដែរចុះការបង្រៀនដំបូងបំផុតគឺការចេះចែករំលែកនេះគឺជាគុណធម៌ការចេះចែករំលែកគ្នាទៅវិញទៅមកកុមារដែលនៅសាលារៀននីមួយនៅថ្នាក់រៀនមួយដែលជាមិត្តភក្តិបង្រៀនយ៉ាងម៉េចឲ្យគេចេះរស់នៅជាមួយគ្នាដោយសុខភាពសុខដុមនោះក៏ជាសុជីវធម៌មួយជាគុណធម៌មួយដែលថ្នាក់រៀនសាលារៀនទូទៅទាំងរដ្ឋទាំងឯកជន